មិនសូវមានជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីនោះទេជនជាតិខ្មែរមានតែ 40,000 នាក់បើប្រៀបទៅនឹងជនជាតិថៃ 80,000 នាក់ក្នុងប្រទេសអូស្ត្រាលីកត្តាទី1គឺថវិកាការបំពេញសំណុំបទទាំងការសិក្សានិងការមករស់នៅគឺមានតម្លៃថ្លៃខ្លាំងបើសិនជាអ្នកមានជីវភាពល្មមគឺមិនអាចនឹងមានឱកាសមកនោះទេកត្តាទី2គឺភាសាអង់គ្លេសនិយាយឲ្យចំតែម្ដងគឺគេនឹងធ្វើតេស្ត IELTS របស់យើងបើយើងមាន IELTS កម្រិតទាបក៏មិនងាយនឹងអាចមកបានដែរអញ្ចឹងហើយនឹងមានការពិបាកដែលបងប្អូនមួយចំនួនគាត់មិនអាចប្រឡងជាប់ IELTS កត្តាទី3គឺការខ្វះព័ត៌មានសម្រាប់បងប្អូនខ្មែរមួយចំនួនការស្វែងរកព័ត៌មានគឺនៅតែមានកម្រិតគាត់មិនដឹងថាត្រូវរកភ្នាក់ងារមួយណាឬក៏ភ្នាក់ងារប្រភេទណាដែលគាត់គួរទុកចិត្តដើម្បីជួយបំពេញឯកសារដូច្នេះធ្វើឲ្យគាត់មានការរារែកមករស់នៅស្រុកគេបើយោងទៅតាមព័ត៌មាននិយាយថាជនជាតិឥណ្ឌាគឺជាជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេនៅក្នុងប្រទេសអូស្ត្រាលីមានរហូតទៅដល់ 900,000 នាក់